បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងមកបន្តAXK3 បន្តទៀតឥឡូវយើងចូលដល់មេរៀនទី3ហើយបងប្អូនដែលអត់ទាន់សិក្សានៅមេរៀនទី1ទី2បងប្អូនអាចទៅមើលវីដេអូមុនបានតែឥឡូវយើងចូលដល់មេរៀន3ទាំងអស់គ្នាជំមុននឹងចូលដល់ការបកប្រែពាក្យនិងឃ្លាខ្ញុំបើកចាក់នៅសំឡេងសន្ទនារវាងសាវលីនិងសាវកាងសិន下个月我去旅游，你能跟我一起去吗？我还没想好呢，你觉得哪儿最好玩？南方啊，我们去年就是这个时候去的。南方太热了，北方好一些，不冷也不热。នឹងហើយតើឥឡូវយើងចូលដល់ការបកប្រែ clear និងពាក្យនីមួយៗតើឥឡូវយើងមកមើលចំណងជើងយើងខវិនសានយើងបកប្រែថាអត្ថបទទី3แล้ว理由នឹងហើយសំណួរទៀតแล้ว理由计划แล้ว理由计划ចំពាក្យแล้วនេះយើងបកប្រែថាពិភាក្សាឬក៏និយាយគ្នាលេង理由បកប្រែថាដំណើរកម្សាន្តដើរលេងហ្នឹង计划ខ្ញុំបកប្រែថាផែនការទៅយើងបូកចូលគ្នាមកแล้ว理由计划ខ្ញុំបកប្រែថាពិភាក្សាគ្នាលេងពីគម្រោងដំណើរកម្សាន្តតោះអញ្ចឹងចូលទៅមើលស្រាវលិតគាត់និយាយអីតោះអញ្ចឹងស្រាវលិតថា下个月我去旅游你能跟我一起去吗下个月我去旅游你能跟我一起去吗តោះអញ្ចឹងពាក្យ下个月យើងបកប្រែថាខែក្រោយ我យើងបកប្រែថាខ្ញុំ去យើងបកប្រែថាទៅ旅游ដំណើរកម្សាន្តឬក៏ដើរលេងហ្នឹងអ្នកនឹងខ្ញុំបកប្រែថាអាចឬក៏បានកើនខ្ញុំបកប្រែថាជាមួយ我ខ្ញុំ一起ចឹងនេះគឺយើងត្រូវអានសំឡេងទី4ហ្នឹង一起ជាមួយគ្នាហ្នឹង一起ជាមួយគ្នា去ទៅមកជាប្រយោគសំណួរខ្ញុំបកវីដេអូមុនឲ្យហើយតោះលេងចូលដល់ការបកជា clear ចឹងថា下个月我去旅游你能跟我一起去吗ថាខ្ញុំខែក្រោយទៅដើរលេងអ្នកចង់ទៅដើរលេងជាមួយខ្ញុំអត់ឬក៏អ្នកបានដើរលេងមួយខ្ញុំអត់ហ្នឹងហើយចឹងបងប្អូនកត់ពាក្យនីមួយយកទៅហើយបងប្អូនរៀនទៅបកប្រែនៅគំនិតរបស់បងប្អូនដើម្បីបកប្រែមកគឺមិនចាំបាច់កត់ការបកប្រែតាមប្រយោគរបស់ខ្ញុំនេះទេឲ្យបងប្អូនចេះពាក្យបកប្រែរៀនបកប្រែខ្លួនឯងនឹងថារីកចម្រើនលឿនតលេងចូលដល់ការគ្រាសន្ទនាបន្តទៀតអញ្ចឹងស្រាវការគាត់និយាយថាម៉េចអញ្ចឹងស្រាវការគាត់ថា我还没想好呢你觉得哪里最好玩តអញ្ចឹង我ខ្ញុំបកប្រែថាខ្ញុំ还没យើងបកប្រែថានៅមិនទាន់想好គិតច្បាស់ឬក៏គិតរួចនឹងត还没想好បែរថាអត់ទាន់គិតច្បាស់ទេនៅហ្នឹងគឺជាប្រយោគដែលថាជាទម្រង់អាហ្នឹងគឺន័យវាច្រើនគឺខ្ញុំពិបាកបកឲ្យចំអញ្ចឹងពាក្យហ្នឹងក៏មិនបាច់ដាក់នៅក៏ត្រូវដែរយើងអានតែថា我还没想好ក៏បានដែរមិនចាំបាច់ដាក់ពាក្យនៅនេះក៏បានដែរហ្នឹងហើយអញ្ចឹងយើងបកចូលគ្នាត្រប់ចូលគ្នាមកថាខ្ញុំនៅមិនទាន់គិតច្បាស់ទេនេះយើងបកប្រែថាអ្នក觉得យើងបកប្រែថាយល់ថាណាអានេះយើងអានអត់មានលើសូវខ្យល់ទេតែបើបងប្អូនគិតថាពិបាកអានបងប្អូនដាក់ពាក្យអានបញ្ចូលជាមួយនឹងពាក្យណាលីមកហ្នឹងហើយណាលីយើងបកប្រែថាទីណាហ្នឹងក៏ដូចគ្នាដែរយើងបកប្រែទីណាដូចគ្នាអញ្ចឹងបងប្អូនស្ដាប់សម្លេងមុនហ្នឹងគឺអត់មានលីសូគេអានពាក្យ
លឺទៅពាក្យទេគឺយើងអានចុះក្រោមហើយយើងរឿងឡើងលើវិញមែនទេមកគឺអត់លឺពាក្យឯណាហ្នឹងហើយតែស្មើនឹងពាក្យណាលីទីណាជួយយើងបកប្រែថាបំផុតឬក៏ជាងគេហៅល្អវ៉ាន់លេងហ្នឹងហើយអានេះមិនដាក់ពាក្យក៏បានដែរណាលីអានេះបើយើងដាក់ប្រយោគយើងស្រួលអានមកក៏បានយើងអាននិយាយថានេះជាតណាលីជួយហៅវ៉ាន់ហ្នឹងហើយយើងដល់កន្លែងនេះកែដាក់ពាក្យណាលីមកហៅវ៉ាន់បាច់ដាក់ពាក្យនេះអញ្ចឹងឃើញបងប្អូននឹងយល់នៅចំណុចហ្នឹងហើយបើទៅយល់អីចាំcomment នៅខាងក្រោមខ្ញុំនឹងជួយបកស្រាយកាន់ច្បាស់ហើយតោះអញ្ចឹងសម្រាប់ថាទៀត我还没想好呢你觉得哪最好玩ចឹងថាខ្ញុំនៅមិនទាន់គិតច្បាស់ទេតើអ្នកយល់ថាទៅលេងកន្លែងណាដែលសប្បាយលេងជាងគេចឹងណាតោះឥឡូវយើងមើល clear សន្ទនាបន្ទាប់ទៀតចឹង小丽跟着他南方ហ្នឹងហើយណានហ្វាំងហ្នឹងគឺយើងសំដៅទៅលើទិសខាងត្បូងឬក៏ភាគខាងត្បូងប៉ុន្តែនេះគឺសំដៅទៅលើប្រទេសចិនអញ្ចឹងណាគេមានភាគខាងត្បូងគឺនិយាយដូចនៅខ្មែរអញ្ចឹងគឺមានខាងបូងខាងលិចខាងកើតខាងជើងដូចគ្នាតែនេះគេចង់និយាយភាគខាងត្បូង我们ពួកយើង去年ខ្ញុំបកប្រែថាឆ្នាំទៅឬក៏ឆ្នាំមុនក៏គឺនឹង是បាទចាស់គឺជា这个时候អានេះថាពេលហ្នឹងពេលវេលាហ្នឹង去的ទៅហ្នឹងហើយទៅហ្នឹងគឺនៅកាលណាទៅនៅខាងក្រោយគឺបានន័យថាអត្ថន័យវាគឺនៅមានបន្តទៀតតោះអញ្ចឹងខ្ញុំស្មានភាសាទៀត南方我们去年就是这个时候去的ចឹងថាភាគខាងត្បូងឆ្នាំទៅឬក៏ឆ្នាំមុនហ្នឹងគឺពួកយើងទៅដើរលេងដូចជាកំឡុងពេលហ្នឹងតើលេងចូលដល់ clear សន្ទនាបន្តទៀតតោះអញ្ចឹង小刚ក៏ថា南方太热了北方好一些不冷也不热តោះអញ្ចឹងពាក្យ南方ហ្នឹងអញ្ចឹងណានហ្វាំងយើងបកប្រែថាភាគខាងត្បូងថៃរលយើងបកប្រែថាក្តៅពេកហើយ北方យើងបកប្រែថាភាគខាងជើង好ល្អ一些មួយចំនួនឬក៏ខ្លះតែបងប្អូនព្យាយាមកត់ពាក្យតាមខ្ញុំហើយបកប្រែតាមហ្នឹងមកពូនេះខ្ញុំបកប្រែថាមិនលងខ្ញុំបកប្រែថាត្រជាក់យេក៏ពូមិនរក្តៅតោះអញ្ចឹងតើយើងបូកចូលគ្នាមក南方太热了北方好一些不冷也不热ហ្នឹងហើយយើងពុកកន្លែងនេះគឺយើងដូរទៅជាសម្លេងទី2វិញសេះខាងក្រោយវាជាសម្លេងទី4ពូរហ្នឹងហើយមិនក្តៅតែអញ្ចឹងថាភាគខាងត្បូងអាកាសធាតុក្តៅពេកហើយភាគខាងជើងល្អជាងមិនត្រជាក់ពេកហើយក៏មិនក្តៅពេកចាំមិនន័យថាអាកាសធាតុដែលគាត់ចង់ទៅដើរលេងហ្នឹងគឺអាកាសធាតុវាអត់ក្តៅពេកអត់ត្រជាក់ពេកចាំមិនន័យថាអាកាសធាតុគឺធម្មតាអញ្ចឹងអាកាសធាតុអាចទទួលយកបានហ្នឹងហើយតែអញ្ចឹងបងប្អូនព្យាយាមកត់ពាក្យដែលខ្ញុំបកពាក្យនីមួយៗឲ្យមកកុំព្យាយាមមើលប្រយោគឲ្យសារតែទម្រង់ខ្លះឬក៏ប្រយោគខ្លះយើងចេះពាក្យហើយយើងបកទៅត្រង់គឺអត់យល់ទេគឺអត់ត្រូវនឹងអ្វីដែលថាខ្មែរយើងនិយាយចំគឺពិបាកស្ដាប់អញ្ចឹងគឺយើងមានការបញ្ចេញចូលតិចតួចទើបការបកប្រែរបស់យើងគឺកាន់តែល្អតោះអញ្ចឹងមុននឹងចូលដល់ការបញ្ចប់មេរៀនខ្ញុំឲ្យបងប្អូនបកទៅស្ដាប់វិញថាការសន្ទនាវៀង小丽និង小刚ភាសាទៀតដើម្បីពង្រឹងការស្ដាប់របស់បងប្អូន
下个月我去旅游，你能跟我一起去吗？我还没想好呢。你觉得哪儿最好玩？南方啊，我们去年就是这个时候去的。南方太热了，北方好一些，不冷也不热。 នឹងអញ្ចឹងសម្រាប់មេរៀនទី3នេះដែរគឺបញ្ចប់ទៅនឹងហើយសំទោសរាល់ចំណុចខ្វះខាតឬការបញ្ចេញសម្លេងខុសតិចតួចអីហ្នឹងឬក៏ការបកប្រែនេះឆ្គងត្រង់ណាសូមបងប្អូនជួយcomment នៅខាងក្រោមមកខ្ញុំនឹងធ្វើវីដេអូកែប្រែនៅសម្រាប់វីដេអូក្រោយៗទៀតណាអរគុណច្រើន